ទី5ថាពូសំប្រមូលផលស្រូវវស្សាបាន7លើប្រហែលតោន7លើ8តោនមែនទេសេខុសកន្លែងនេះ7លើ8តោននេះស្រូវអីស្រូវវស្សា7លើ8តោនដល់ពេលប្រមូលបានស្រូវប្រាំងបាន13លើ25តោនដល់ពេលស្រូវប្រដេញទឹកមានប្រដាញ់ទេប្រដេញទឹកមានន័យថាអញ្ចេះមានន័យថាស្រូវហ្នឹងមានន័យថាទឹកហ្នឹងដបងទឹកហ្នឹងវាច្រើនមែនទេទឹកវាឡើងមកច្រើនដល់ពេលទឹកវាស្រកទៅបន្តិចទៅគេបានចាប់ផ្ដើមធ្វើពេលទឹកហ្នឹងស្រកទៅវិញគេចាប់ផ្ដើមធ្វើស្រែស្រូវហ្នឹងមានន័យថាស្រូវប្រដេញទឹកមានន័យថាធ្វើក្រោយពេលទឹកស្រកមានន័យថាទឹកស្រកកំពុងតែស្រកហែតិចហើយមានន័យថាស្រកចិត្តអស់ហើយគេចាប់ផ្ដើមធ្វើហើយណាហៅថាស្រូវប្រដេញទឹកស្រូវប្រដេញទឹកហ្នឹងគាត់ធ្វើបាន900គីឡូក្រាមទីចំណុចតគេសួរថាតើពូសំប្រមូលស្រូវវស្សានិងស្រូវប្រាំងបានប្រមាណតោនគេសួរណាគេថាស្រូវវស្សានិងស្រូវប្រាំងបានប្រមាណតោនទី2ចំណុចខគេសួរថាតើពូសំប្រមូលស្រូវទាំងអស់បានប្រមាណតោនទាំងអស់តាទៀតណាឥឡូវស្រូវវស្សាប្រមាណស្រូវវស្សា7លើ8តោនដល់ស្រូវប្រាំង13លើ25 5តោនតើយើងយកភាគបែងរួមប្រមាណឥឡូវភាគបែងវាខុសគ្នាយក8វាកាត់បាននេះ25អញ្ចឹងយើងយក8និង25ហ្នឹងទៅរកភាគបែងរួមភាគបែងរួមមក8វាស្មើប៉ុន្មានឥឡូវ82ណាស្មើ2កូនឲ្យ2កូនឲ្យ2ឥឡូវ25មកតាម25ចែកប៉ុន្មានដាច់ណា5ដង25ណា5ដង25ឥឡូវនេះ5កូនឲ្យ5អញ្ចឹងវាអត់មានអាណារួមទេយើងយកទាំងអស់ណាយកទាំងអស់ឥឡូវមក2កូនឲ្យ2កូនឲ្យ2កូនឲ្យ5កូនឲ្យ5ឥឡូវយើងធ្វើការកូន2 2ដងអានេះ2ប៉ុន្មានដងនេះ2ដង4ដង8 5ដង25 2 2ដង4 2ដង8 5ដង45ដង40កូន5ប្រមាណ5 2ដង20ស្មើប៉ុន្មានមក200អញ្ចឹងអានេះ8កូនប្រមាណបានស្មើ200យើងយក200មកចែក8វិញមកបានយើងដឹងនេះយើងថាយកភាគបែងវា200ត្រូវអត់ភាគបែងយើងវាស្មើប៉ុន្មាន200មែនទេឥឡូវបើភាគបែង200ឥឡូវយើងយកមកចែកនឹង8វិញមកនេះអានេះ7លើ8យើង7លើ8មកគុណនឹងប្រមាណស្មើ200អញ្ចឹងតើយើងយកលេខ200នេះមកគុណមកចែកនឹង8វិញមកចែកនឹង8ស្មើប៉ុន្មាន8 3 24 8 2ដង16មែនទេសល់ប៉ុន្មានសល់4បានប៉ុន្មាន5អញ្ចឹងយើងគុណប៉ុន្មានគុណឲ្យ25ភាគបែងគុណ25ពីយកគុណ25សញ្ញាអីនេះបូកប៉ុន្មានបូក13លើប៉ុន្មានលើ20 25គុណប៉ុន្មានវិញគុណ8វិញណាមកស្មើឥឡូវយើងធ្វើការគុណឥឡូវយើងធ្វើការគុណយើងយកលេខ7គុណ5 5ដង35សរសេរលេខ5ត្រាដាក់3 7ម្ដង7 2ដង14បូកណានេះ14បូក8 15 7ភាគបែងប៉ុន្មាន200សញ្ញាអីនេះបូកយើងយកអានេះគុណដង8 3ដង8 2 11 8 24សរសេរលេខ4ត្រាដល់2 8ម្ដង8បូក2 10ម៉ាននេះ200ឥឡូវយើងធ្វើការបូកភយោគណាភាគបែងរក្សានៅដល់ដែរឥឡូវភាគបែងដូចគ្នាហើយមក5បូក4 9មែនទេ7បូក0 7 1បូក1 1បូក1 200មិន2ទៅអត់លើប៉ុន្មានលើ2 200ឥឡូវយើងសម្រួលឲ្យតូចបានទេអញ្ចឹងមានន័យថាសម្រួលឲ្យបានទេអញ្ចឹងយើងស្មើប៉ុណ្ណឹងឥឡូវយើងរកស្រូវវស្សាស្រូវប្រាំងឃើញហើយឥឡូវយើងរកស្រូវអីម្ដងចំណុចអីនោះចំណុចខគេសួរថាតើពូសំប្រមូលផលស្រូវពូសំប្រមូលផលស្រូវទាំងអស់បានប៉ុន្មានគីឡូក្រាមអញ្ចឹងខ
អានឹងតោនណារោគតំងន់ស្រូវទាំងអស់ស្រូវទាំងអស់មានន័យថាស្រូវទាំងស្រូវប្រាំងស្រូវវស្សាអានេះតោនណាចាឥឡូវមកយើងបោកចូលគ្នាទាំងអស់មកប៉ុន្តែមុននឹងបោកសួរថាស្រូវបដិញទឹកមានប្រភេទអត់អត់ទេយើងដូរវាមក900គីឡូក្រាមនេះតើស្មើនឹងប៉ុន្មានតោនគេដាក់ថាក្នុង1តោនណា1តោនស្មើនឹង1000ណាត្រូវអត់1000គីឡូក្រាមឃើញទេក្នុង1តោនស្មើ1000គីឡូក្រាមចុះបើយើងមានចុះបើយើងនេះ900គីឡូក្រាមនេះតើស្មើនឹងប៉ុន្មានតោនអញ្ចឹងយើងយកនេះយកនេះគុណខ្វែងគ្នាមកហើយគុណនឹង1000ស្មើប៉ុន្មាន1000អេកស្មើ9គុណ1ស្មើប៉ុន្មានស្មើ900នេះ900គុណ1ស្មើ900នាំឲ្យអេកអានេះឆ្លងសញ្ញាស្មើវាទៅជាអីអានេះសញ្ញាគុណណានេះ1000x ស្មើនឹង1000គុណនឹង x ត្រូវអត់ឆ្លងសញ្ញាស្មើត្រូវជា900ចែកឲ្យ1000ចឹងអានេះ900គីឡូក្រាមស្មើប៉ុន្មានតោនស្មើនឹង900ចែកឲ្យ1000ត្រូវអត់ប៉ុន្តែបើសិនយើងសម្រួលវាសម្រួលនេះលេខ0 1 1 1តើស្មើប្រមាណស្មើ9លើ10អញ្ចឹងយើងអាចលុបអានេះចេញណា9លើ10តោនតិចអត់ដឹងថាបាន9លើ10មកពីណាមកពីលេខ900នេះអត់ចែកទេយើងសម្រួលតែ0នេះទេសម្រួលនេះ1នៅសល់9លើ10លេចឹងដាក់ចេះមកចឹងយើងអាចយកអានេះមកបូកបានហើយណាយើងយកប្រភេទនេះមកបូកណាលើ10ច្រឡំ100ប្រភេទនេះមកបូកអត់យកអានេះមកបូកទេពីព្រោះលេខដែលយើងរកឃើញនេះគឺប្រភេទចឹងតែយើងយកស្រូវវស្សាយកស្រូវប្រាំងមកបូកតែម្ដងឬមួយក៏មិននេះស្រូវវស្សាស្រូវប្រាំងយកមកបូកជាមួយអានេះតែម្ដងឬមួយក៏មិនណាយើងយក7លើ8បូកនឹង13លើ25បូកនឹង9លើ10បានតែម្ដងឬមួយក៏មិនចឹងស្រូវវស្សានិងស្រូវប្រាំងសួរថាយើងរកឃើញហើយនៅរកឃើញហើយមិនចាំបាច់បូកអីញ៉ៃញ៉ៃទៀតទេយើងយកអានេះមកប្រើមកនេះស្រូវវស្សាស្រូវប្រាំងយើងរកឃើញប៉ុន្មានញ៉ោ279លើប្រមាណលើ200បូកជាមួយស្រូវបដិញទឹកមកបដិញទឹកប៉ុន្មានយ៉ាងដែលយើងរកឃើញមាញ់9លើ10សួរថានេះភាគបែកដូចគេអត់ទេយើងយកភាគបែក200ដូចគេមកណាចឹងអានេះមានត្រូវការរកភាគបែកទៀតអត់มันបាច់ទេកាលណាអត់มันបាច់ទេយើងយកលេខហ្នឹង779នេះនៅដដែលលើ200បូកឲ្យ9លើប៉ុន្មាន9លើ10តា9លើ10គុណនឹងប្រមាណបានស្មើនឹង200ដូចគេចាគុណឲ្យ20ភាគបែងគុណ20ភាគយកគុណឲ្យ20មែនទេឥឡូវស្មើអានេះយើងដាក់មកដដែលដោយសារយើងអត់បាក់រោទេដាក់មកដល់ដដែលណាចឹង279លើ200បូកម៉ានឥឡូវយើងធ្វើការគុណ9 2 ដង18ទម្លាក់លេខ0 2 ម្ដង2 0មិន1 2ដូចគ្នាអត់ដូចគ្នាហើយពេលដូចគ្នាហើយយើងធ្វើការបូកបញ្ចូលគ្នាមកឥឡូវភាគបែងវាដូចគ្នា200បូក200ភាគយកបូកឲ្យភាគយកដើម្បីបូកឬដកប្រភេទដែលមានភាគបែងដូចគ្នាគឺត្រូវយកភាគយកបូកភាគយកភាគបែងនៅដល់ដដែល9បូក0 9 8បូកនឹង7 8បូក7 10ម៉ាន15បូក7 សរសេរលេខ5ត្រា6 1បូក2 2បូក1 3 3បូក1 4លើប្រមាណលើ200ចឹងយើងស្មើប៉ុណ្ណឹងតើសួរថាកន្លែងនេះគិតអីជាតោនណាខាងលើក៏តោនដែរណាមកឆ្លើយថាមានប្រមាណ2ឆ្លើយថាមាន2ឥឡូវយើងកនឹងខណាឆ្លើយថាដាក់ដូចនេះកខតំងន់ស្រូវវស្សានិងស្រូវហ្វ្រាំងស្រូវវស្សានិងស្រូវប្រាំងមានតំងន់តមកទៀតស្រូវអីម្ដងស្រូវប្រដេញទឹកឬមួយស្រូវទាំងអស់ស្រូវទាំងអស់មានទម្ងន់
តែទាំងអស់មានទាំងមុនប្រមាណ มีสองพันห้าร้อยแปดสิบเริ่มปีเรา ចឹងចំណុចកយើងរកឃើញនេះ ปีเราจะกระดาษบนเริ่มปีเรา 200 จะกระดาษบน ចឹង279លើពី200តោនដល់ពេលស្រូវទាំងអស់នេះ มาบุญร้อยห้าสถานบุญ 400 ห้าสถานบุญ 459លើពី200តោន